សិស្សនិងជនជាតិខ្មែរពេញចេញគ្នារួមគ្នាជាច្រើននៅទូទាំងពិភពលោកដោយពន្លឺនិងរំភើបគេជាពួកអ្នកភ្ជាប់សារព័ត៌មាននៃតៃវ៉ាននិងពិភពលោកដើម្បីជំរុញសិស្សជាតិខ្មែរមករៀននៅតៃវ៉ានក្រុមហ៊ុនសិក្សាត្រូវបានបង្កើតឡើងមួយចំនួនកម្មវិធីសិក្សាបរិញ្ញាបត្រ$2ធ្វើឲ្យសិស្សជាតិខ្មែរមានជម្រើសច្រើនសម្រាប់គម្រោងជីវិតរបស់ពួកគេការអប់រំនិងការបណ្ដុះបណ្ដាលបច្ចេកទេសល្អនៅតៃវ៉ានធ្វើឲ្យយុវជននៅបរទេសដែលចង់បានការងារឬចាប់ផ្ដើមអាជីវកម្មអាចរៀនបានជំនាញមួយបង្កើតជីវិតថ្មីនិងសម្រេចបានក្តីសុបិនបើកបញ្ជីសិក្សាដែលមានរួមបញ្ចូលឧស្សាហកម្មផលិតឧស្សាហកម្មមុខសាងថែទាំសុខភាពកសិកម្មប្រភេទសេវាកម្មនិងអ៊ីកូដើម្បីរៀបចំនៅ6ប្រភេទដាក់ឲ្យមានមូលដ្ឋានដ៏រឹងមាំសម្រាប់អាជីវកម្មអនាគតនៅទីនេះការរៀនមិនត្រឹមតែមាននៅក្នុងសៀវភៅទេពីឆ្នាំទី2ទៅមុខនឹងរៀបចំការបណ្ដុះបណ្ដាលបច្ចេកទេសនៅសហគ្រាសជួយឲ្យអ្នកនឹងអភិវឌ្ឍនៅក្នុងដែនកម្រិតវិជ្ជាជីវៈនិងអភិវឌ្ឍជំនាញមួយក្នុងអំឡុងពេលការបណ្ដុះបណ្ដាលអ្នកអាចទទួលប្រាក់ឧបត្ថម្ភការបណ្ដុះបណ្ដាលនៅលើប្រាក់ឈ្នួលមួយដែលខ្ពស់ជាងប្រាក់ខែមូលដ្ឋានដែលរាជរដ្ឋាភិបាលតៃវ៉ានកំណត់ដើម្បីជួយសិស្សមានភាពស្ងប់ស្ងាត់ក្នុងការសិក្សានៅតៃវ៉ានរាជរដ្ឋាភិបាលតៃវ៉ានក៏នឹងផ្ដល់អាហារូបត្ថម្ភប្រាក់$10,000ថ្មីដើម្បីលើកទឹកចិត្តសិស្សថ្មីឲ្យចូលរៀនអនុញ្ញាតឲ្យអ្នកអាចផ្ដោតលើការសិក្សានិងអភិវឌ្ឍ Hello, my dear friends. I'm Jia Qingxu, Minister of the Overseas Community Affairs Council. Taiwan offers excellent vocational education, a welcoming environment, and cross-industry academia cooperation, providing the perfect platform to pursue your dreams. នៅតៃវ៉ាន់រៀនកម្ពុជាមុខវិជ្ជានឹងអាចធ្វើឲ្យយើងអនាគតបានការងារល្អហើយសាលាឲ្យយើងអីវ៉ាន់ច្រើនណាស់ដូចជាធ្វើឲ្យយើងដឹងថាអនាគតអាចដូរជាយ៉ាងម៉េចហើយធ្វើឲ្យប្រទេសយើងបានអនាគតល្អហើយមកតៃវ៉ាន់ហ្នឹងសាលាហ្នឹងមាននៅហ្នឹងខ្ញុំបានស្គាល់មិត្តភ័ក្តិជាច្រើនដូចជាប្រទេសផ្សេងហើយសិស្សានុសិស្សក៏អាចដាក់ពាក្យសូមអាហារូបករណ៍និងឧបត្ថម្ភដល់សង្គមផងដែរអាហារូបករណ៍យើងក៏អាចយកលុយហ្នឹងទៅទិញដូចកុំព្យូទ័រឬក៏ទូរស័ព្ទអីវ៉ាន់ដែលយើងអាចសិក្សានៅក្នុងសាលាហ្នឹងជាច្រើនក៏មិនអស់លុយឬក៏សុំលុយពីប៉ាម៉ាក់នៅក្នុងហើយក៏ឲ្យយើងទៅដាក់ពាក្យសុំអាហារូបករណ៍តដែរ We hope you will grow both professionally and personally during your studies and stay in Taiwan after graduation to work and build a bright future.